បាទធឿនធីរ៉ាគេស្ថិតនៅក្នុងកីឡាករបង្គោលក្រហមវ័យ26ឆ្នាំកម្ពស់1.75 ម៉ែត្រទម្ងន់73 គីឡូក្រាមមកពីភូមិស្ដៅបាទឃុំព្រៃកណ្ដៀងស្រុកពីមរខេត្តព្រៃវែងបាទទីអាដៃជូនអ្នកព្រៃវែងមួយបងប្អូនបាត់ពិសោធន៍175 ដងឈ្នះ149ចាញ់17ស្មើ9ក្នុងនោះធ្លាប់ផ្ដួលគូប្រកួត150 ដងប្រកួតចុងក្រោយឈ្នះកីឡាករមកពីប្រទេសនេប៉ាល់ដោយពិន្ទុថ្វាយបង្គំគ្រូរបៀបរំលឹកគុណគ្រូជាកូនសិស្សរបស់លោកឌុនរដ្ឋាមកពីក្លឹប NPN សមាលីគុណខ្មែរនៃសមាគមកីឡាផ្ដាល់បាទខេត្តបន្ទាយមានជ័យបាទរីឯបង្គោលខៀវបាទរ៉ូស្លានណាគីយ៉ាវវ័យ26ឆ្នាំដូចជារ៉ាដែរកម្ពស់បាទ1.86 ម៉ែត្រឯណោះបាទទម្ងន់73 គីឡូក្រាមដូចគ្នាបាត់ពិសោធន៍27 ដងឈ្នះ19ចាញ់8មិនដែលស្មើក្នុងនោះលុបដួលគូប្រកួតស្លាប់6 ដងបាទអញ្ចឹងថ្ងៃនេះបាទធីរ៉ាប៉ះរបស់ក្លឹមដែរពួកកីឡាករបរទេសនេះគឺក៏មិនធម្មតាដែរបាទអញ្ចឹងធីរ៉ាបាទអញ្ចឹងមានការឧបត្ថម្ភពីបាទអាដាមវ៉ាសធីហើយបើឈ្នះបាទ5 លានបាទ5 លានបាទផ្ដួលគូប្រកួតបាទជាស្រ័យផ្ដួលគូប្រកួតឲ្យសន្លប់បាទអញ្ចឹងទឹក1ទឹក2ទឹក3ទឹកណាក៏បានដែរបាទដឹងតែ5 លានបាទហើយក៏មកភ្លេចដែរបាទក៏សូមអរគុណដល់ Boostrong បាទខ្មែរបាទគ្រប់គ្រងផលិតផលខ្មែរ Boostrong Gainsberg Pressy Idol តែតែជួយខ្មែរគ្រប់ពេលជួយច្រើនជាងគេជួយជនភាសឹកវិរៈកងទ័ពជួរមុខអង្គររាប់រយតោនភេសជ្ជៈរាប់រយកេសធ្វើបុណ្យឧទ្ទិសកុសលជូនកងទ័ពពលីព្រះសង្ឃ1000 អង្គផងដែរបាទបាទឥឡូវចាំមើលថាការប្រកួតចប់ទឹកឬយ៉ាងណាបាទហាងកីឡាករបរទេសក៏គាត់មិនចង់ចាញ់ដែរព្រោះទឹកមុំមាំណាស់ហើយសម្រាប់ធឿនធីរ៉ាដូចគ្នាឲ្យតែមានការប្រកួតរបស់ធឿនធីរ៉ាគឺថាមានហ្វេនច្រើនណាស់បាទគ្រប់ត្រពិសេសបងប្អូននៅខាងកាបូនេះពីណាគេហ្វេនធីរ៉ាខ្លះលើកដៃមួយមើលបាទច្រើនណាស់អរគុណបងប្អូនអញ្ចឹងហូជូនធឿនធីរ៉ាមួយទេបាទហើយកុំភ្លេចហូជូន Boostrong មួយទៀតណាហើយមួយទៀតកុំភ្លេចបាទហូជូនលោកអាញាកដាលមួយទៀតបាទកុំជាតិអាញាកដាលហាណាលោកគ្រូកុំជាតិនេះកីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតប្រដាល់គុណខ្មែរពីលោកអាញាកដាលខឹមសុជាតិបាទបងប្អូនណាកុំព្រិចភ្នែកណាគូហ្នឹងណាបាទតែព្រិចភ្នែកផ្លត់អត់បានកន្លែងជក់ចិត្តបាទ Boostrong នៅជាតិទេបាទជាតិនេះឆ្ងាញ់ទេបាទជាក្រុមត្រៀមប្រុងព្រៀបប្រកួត Boostrong King Outdooring គុណខ្មែរគូទី6ដែលជាគូអន្តរជាតិអំបោះឆៅកម្ពុជាអាហ្សេបៃសានទឹកទី1 Round 1ទឹកទី1 Round 1បាទសូមសម្លេងគាំទ្រមួយ
ហើយនេះឈានចូលដល់ការប្រកួតទឹកមួយស្វាគមន៍កណ្ដាប់ដៃឆ្វេងរបស់ធារាបាទវាយលក្ខណៈរុំបបឆៅបាទទឹកមួយស្ដាំម្ដាយរបស់កីឡាករបាទ Roland បាទ Roland ទាត់ក្រោយរបស់ Roland ធីរាចឡូទឹកមួយបាទធារាស្ដាំមួយរបស់ Roland ចឡូបាទទឹកមួយទៅចាក់ក្រោយមកជើងទៀតរបស់ Roland ធីរាអត់ទាន់ទេបាទមួយបាទអត់ទាន់បង្កប់អីយ៉ាបាទវិវត្តកតុយមួយបាទមិនចំគោលដៅទេកិច្ចផុតពីធីរាចាក់ក្រោមមកជើងរបស់ធារាបាទ Roland ព្យាយាមដើរចូលគៀបដែរបាទលុកឆ្វេងម្ដាយមួយចូលធុងស៊ុបអូហូយបាទអត់អីទេសម្រាប់ធារាអត់ទាត់ឈឺទេប៉ុណ្ណឹងធារាស្ដាំមកជើងរបស់ Roland ថយឆ្វេងម្ដាយ Roland ធារាតាមខៅឆ្វេងនេះមិនដល់នេះឆ្នាំម្ដាយរបស់ធារានេះម្ដាយនេះជុកគុំស្គៀបណែនមែនទេអូហូយបាទអូយម្ដាយនេះអត់ដាច់ពុកមាត់ច្រើនបាទឆ្វេងអូយបាទស្ដាំទាត់ឆ្វេងមួយជើងផ្ទុះសមុទ្ររបស់ Roland ចាធារាទាត់ឆ្វេងមួយចាន់ចាប់គាត់មកឆ្វេងខាងរបស់ប្រច័ន្ទអូហូយទាញមកក្រោមតែអត់អីទេធារាញញឹមខ្ជិបបាទថាអត់អីទេបាទប៉ុណ្ណេះបាទមានតែខ្លាំងជាងនឹងទៀតទេបាទ Roland នៅមានទៀតបាទអូយទឹកទី1នៅវិនាទីចុងក្រោយឆ្វេងម្ដាយបាទលុកពី Roland លុកឆ្វេងសងអាយ៉ាចូលកន្លែងណាអូយបាទ បកស 1 2 បាទ 3 ចូល 4 5 6 7 8 9 10អូយបាទចូលបាទសោកស្ដាយមែនទេបងប្អូនបាទចាំមើលរូបភាពជឿៗបាទប្រិយមិត្តចូលកន្លែងណាបាទលឿនមែនត្រែនបាទត្រឹមតែដើមទឹកចាំមើលបាទកន្លែងនេះលុកឆ្វេងបាទអានេះទៅតាមខោឆ្វេងឆ្វេងមួយចូលបាទចូលភ្នែកបាទនេះតាមខោវេនេះសងឆ្វេងមួយមកបាទចូលភ្នែកខាងស្ដាំបាទមើលកន្លែងនេះម្ដងទៀតនេះមកដៃបាទចូលភ្នែកខាងស្ដាំមែនប្រិមិត្តនេះពេញបាទនេះបាទអូយបាទនេះច្បាស់តែម្ដងប្រិមិត្តបាទនេះជាការប្រកួតលក្ខណៈអំបោះឆៅបាទពេលខ្លះបាទចំកន្លែងណាផ្សេងអាចស៊ូបានបាទតែបើចំកន្លែងភ្នែកនេះគឺពិបាកបាទព្រោះណាចំឲ្យពិបាកមើលទៀតបាទកង់ធម្មតាបាទគឺអាចបាទលោកក្រុមគ្រូពេទ្យបាទកំពុងតែជួយបាទពិនិត្យបាទទៅលើបាទរបួសរបស់ធឿនធីរាបាទនេះបាទក៏ព្យាយាមបាទញុះបាទគឺវាយតិចដែរទេប៉ុន្តែបោះឆៅឲ្យចំកន្លែងសំខាន់ទៀតបាទគឺភ្នែកបាទកន្លែងនេះធីរាខាវតែថយផុតលុកឲ្យឆ្វេងមកចូលផ្លាប់បាទភ្នែកខាងស្ដាំបាទលុកឆ្វេងដូចគ្នាបាទយើងលុកឆ្វេងក្រោមបាទគេលុកឆ្វេងលើបាទចូលរួមសោកស្ដាយបាទសម្រាប់ធឿនធីរាបាទនេះអាចជាលើកទី1សម្រាប់ធឿនធីរាក្នុងមួយរយៈចុងក្រោយនេះបាទធឿនធីរាមកមួយរយៈចុងក្រោយនេះទទួលបានជោគជ័យច្រើនបាទមិនថាការប្រកួតបាទអំបោះឆៅការប្រកួតលក្ខណៈ X Men និងការប្រកួតព្រឹត្តិការណ៍ធំបាទគឺគាត់តែងតែទទួលបានជោគជ័យច្រើនបាទប្រិមិត្តទស្សនិកជនជាទីមេត្រីសម្រាប់លទ្ធផលជាផ្លូវការបាទជូនទៅខាងគណៈកម្មការរបស់សហព័ន្ធធ្វើការប្រកាសជូនបងប្អូនបាទសូមអរគុណកីឡាករបង្គោលឃីវ Roland Nagia អលហ្សេបេសងទទួលមកជ័យជំនះដោយវាកីឡាករបង្គោលក្រហមឲ្យបោះបង់ការប្រកួតនៅក្នុងទឹកទី1 Boostrong ជួយគុំ
បាទតបសាទរដល់បង្គោលខៀវ